ស្ទើរតែគ្មានស្លាកស្នាមមុំជូននិងស្នាមជុំសោះ ស៊ីជីយានប្រហែលជាឆ្លៀតពេលអ្នកដេកលក់ទើបយកឈាមវ៉ែនរបស់អ្នកគ្រូពេទ្យរបស់ត្រកូលស៊ីពិតជាមានបច្ចេកទេសខ្ពស់ណាស់ទើបមិនមានបន្សល់ស្នាមមុំជូននៅលើខ្លួនអ្នកធានតើអ្នកនៅតែមិនយល់ទៀតឬមានតែខ្ញុំទេដែលអាចការពារអ្នកបានត្រកូលស៊ីមិនអាចទទួលយកអ្នកបានឡើយ លោកប្រុសមជ្ឈមណ្ឌលកសលវិច័យជាតិបានផ្ញើឯកសារបន្ទាន់មួយសូមលោកពិនិត្យមើល មជ្ឈមណ្ឌលកសលវិច័យជាតិជីយានកុំប្រាប់ណាថាឯងបានធ្វើរបាយការណ៍កសលវិច័យពីច្បាប់នោះខ្ញុំបានធ្វើតេស្ត DNA ពីច្បាប់ម៉ាក់យកឯកសារនេះទៅឲ្យលោកតាសុំមើលបន្តិច ចា៎ ហ្វូទីងសៀវហេតុអ្វីបានជាមុខរបស់អ្នកមើលទៅអាក្រក់ម្ល៉េះបែកញើសច្រើនដោយសាររាងកាយខ្សោយនោះគឺជាសញ្ញានៃភាពភ័យខ្លាចហើយសំណាក់ទាំងពីរមានទំនាក់ទំនងញាតិសន្តាននឹងគ្នាស៊ីជីយានឯងហ៊ានរៀបចំផែនការដាក់ខ្ញុំហេតុអ្វីបានជារបាយការណ៍កសលវិច័យទាំងពីរមិនដូចគ្នា ប៉ាសំណាក់ឈាមដែលបញ្ជូនទៅមជ្ឈមណ្ឌលកសលវិច័យហ៊ឺស៊ុនគឺជារបស់ខ្ញុំនិងស៊ីយានចំណែកឯកសារមួយនេះគឺជាឯកសាររបស់ខ្ញុំនិងស៊ីយាននៅមជ្ឈមណ្ឌលកសលវិច័យហ៊ឺស៊ុន ឯងនឹងស៊ីយានទៅធ្វើតេស្តណាលទ្ធផលតេស្តគឺគ្មានទំនាក់ទំនងញាតិសន្តាននឹងគ្នា ប៉ាការដែលខ្ញុំសម្រាលកូនគាត់បាននៅកំដរខ្ញុំដូច្នេះស៊ីយានប្រកាសជាកូនរបស់ខ្ញុំហើយដូច្នេះលទ្ធផលតេស្តរបស់មជ្ឈមណ្ឌលកសលវិច័យហ៊ឺស៊ុនគឺត្រូវបានគេកែប្រែយោងតាមចិត្តវិទ្យាឧក្រិដ្ឋកម្មឧក្រិដ្ឋជនចូលចិត្តត្រឡប់ទៅកន្លែងកើតហេតុវិញបំផុតដើម្បីកោតសរសើរស្នាដៃរបស់ខ្លួនជាពិសេសចូលចិត្តស្រែកចាប់ចោលទាំងដែលខ្លួនឯងជាចោល ថ្ងៃក្រោយខ្ញុំមិនគួរហៅលោកថាពូទៀតទេគួរតែហៅលោកថាទូធ្លុកវិញទៅត្រូវ តើម៉ាក់ពិតជាពិបាកចិត្តមែនទេ ធានមិនចាំបាច់ពិបាកចិត្តព្រោះតែមនុស្សដែលមិនស័ក្តិសមនោះទេ លោកពូសូមលោកសួរខ្ញុំនៅសំណួរដែលលោកទើបតែសួរខ្ញុំម្ដងទៀតមើលតើអ្នកណាជាអ្នកញុះញង់ដែលព្យាយាមធ្វើឲ្យត្រកូលស៊ីមិនអាចទទួលយកខ្ញុំបាន តែខ្ញុំធ្វើបែបនេះគឺដើម្បីតែអ្នកត្រកូលស៊ីគឺជាអ្នកមានបំផុតនៅទីក្រុងប៉េកាំងបើអ្នកធ្វើជាម្ចាស់ស្រីរបស់ត្រកូលស៊ីនាពេលអនាគតអ្នកច្បាស់ជាត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនមានតែខ្ញុំនៅក្បែរអ្នកទេទើបអាចការពារអ្នកបានខ្ញុំនឹងរកអ្នកជំនួសដែលស្ដាប់បង្គាប់ម្នាក់ដើម្បីឲ្យអ្នករស់នៅបានសុខសាន្តអស់មួយជីវិត កាលពីត្រកូលលូនៅសល់តែខ្ញុំម្នាក់ឯងខ្ញុំពិតជាដឹងគុណអ្នកខ្លាំងណាស់ដែលបានជួយសង្គ្រោះខ្ញុំពីហ្វូងឆក់អ្នកបានផ្ដល់ឲ្យខ្ញុំនៅបរិយាកាសដ៏សុវត្ថិភាពមួយដែលស្ទើរតែគ្មានអ្វីសោះខ្ញុំគ្មានមិត្តភ័ក្តិនៅសាលាទេនៅក្រៅប្រទេសឲ្យតែខ្ញុំនិយាយជាមួយមិត្តរួមថ្នាក់ណាម្នាក់នៅថ្ងៃបន្ទាប់គេនឹងគេចពីខ្ញុំ ធានមនុស្សទាំងនោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អ្នកទេរហូតមកដល់ពេលនេះខ្ញុំតែងតែជួយអ្នកបណ្ដេញមនុស្សដែលអាចធ្វើបាបអ្នកចេញពីជីវិតរបស់អ្នក អ្នកបានដកហូតមិត្តភាពរបស់ខ្ញុំធ្វើឲ្យមនុស្សជុំវិញខ្លួនខ្ញុំមើលមិនឃើញនិងធ្វើឲ្យការការពាររបស់អ្នកមកលើខ្ញុំខ្លាចជារឿងអស្ចារ្យធ្វើឲ្យខ្ញុំឯកោនិងគ្មានអ្នកជួយដែលអាចពឹងផ្អែកបានតែអ្នកម្នាក់ឯងប៉ុណ្ណោះប៉ុន្តែលោកពូខ្ញុំក៏ជាមនុស្សស្រីពេញវ័យម្នាក់ដែរឥឡូវនេះខ្ញុំមានកូនដែលជាឈាមស្រស់សាច់ស្រស់របស់ខ្ញុំត្រូវតែស៊ូដើម្បីកូនរបស់ខ្ញុំដើម្បីទទួលបានបរិយាកាសរស់នៅដែលល្អប្រសើរជាងនេះខ្ញុំត្រូវការសិទ្ធិអំណាចត្រូវការការគោរពដែលជារបស់ខ្ញុំមិនមែនដូចជា5ឆ្នាំមុននោះទេ បន្ទាប់ពីខ្ញុំត្រូវគេទះកំភ្លៀង15ដងខ្ញុំបានត្រឹមតែសម្លឹងមើលអ្នកដោយក្តីអាណិតដើម្បីរងចាំអ្នកមកដាក់ទោសមនុស្សអាក្រក់ ធានពូខុសហើយកាលនោះខ្ញុំទោះបីជាឥឡូវនេះអ្នកសុំទោសខ្ញុំក៏មិនអាចឆ្លងកាត់ពេលវេលាដើម្បីសងការខូចខាតដែលអ្នកបានធ្វើមកលើខ្ញុំកាលពី6ឆ្នាំមុនបានដែរពួកយើងគួរតែសម្លឹងទៅមុខទៀតហើយហ្វូទីងសៀវកុំបន្តធ្វើខុសទៀតអ្នកណាគេនៅនឹងជូនភ្ញៀវចេញទៅ អ្នកនាងមានប្រសាសន៍ហើយសន្តិសុខមកជូនលោកពូចេញទៅមិនបាច់ហើយសន្តិសុខមកបណ្ដេញខ្ញុំទេខ្ញុំនឹងទៅដោយខ្លួនឯងធានបើអ្នកទទួលរងការគៀបសង្កត់នៅត្រកូលស៊ីទ្វារត្រកូលហ្វូតែងតែបើកចំហសម្រាប់អ្នកជានិច្ច ខ្ញុំចង់មើលថានៅត្រកូលស៊ីមានអ្នកណាហ៊ានធ្វើបាបធាន ខ្ញុំមិនជឿថាធាននៅម្នាក់ឯងអាចឈរជើងយ៉ាងរឹងមាំនៅក្នុងត្រកូលស៊ីបាននោះទេ ហេតុអ្វីបានជាបរិសុទ្ធចំណាស់នេះនៅតែសម្លឹងមើលធានដោយក្រសែភ្នែកហាក់ដូចជាចង់បាននាងខ្លាំងម្ល៉េះបរិសុទ្ធចំណាស់នេះមានគំនិតមិនបរិសុទ្ធសោះម៉ាក់នៅម្នាក់ឯងមិនអាចឈរជើងយ៉ាងរឹងមាំនៅក្នុងត្រកូលស៊ីបានទេសៀវឈៀនគឺជាតារានាំសំណាងរបស់ម៉ាក់សៀវឈៀននឹងធ្វើឲ្យមនុស្សទាំងអស់នៅក្នុងត្រកូលស៊ីលុតជង្គង់នៅក្រោមជើងម៉ាក់រកឃើញហើយការហូបចុកនិងសម្លៀកបំពាក់របស់ធានគឺសុទ្ធតែរៀបចំដោយហ្វូទីងសៀវ ដើម្បីលូជីវធានហ្វូទីងសៀវអាចធ្វើដល់ថ្នាក់នេះតើពាក្យចាំអារ៉ាមរវាងពូនិងក្មួយប្រុសរបស់ពួកគេមិនមែនជាការពិតទេពិតជាសំហេតុសំផលណាស់
លោកយាយប្រញាប់ប្រញាល់បែបនេះបើគាត់ដឹងថាប្តីរបស់គាត់បានលួចមានស្រីមេម៉ាយដែលមានកូននៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីតើគាត់មិនខឹងស្លាប់ទេតើអ្នកណានិយាយហ្នឹងសំឡេងហាក់ដូចជាចេញមកពីលូជីវធានប៉ុន្តែអំបញ្ញមិញនាងមិនបានបើកមាត់សោះមិននឹកស្មានថាលោកយាយមានការប្រុងប្រយ័ត្នខ្ពស់សោះចឹងជីងយីតកំពុងសាច់ពីអ្វីកុំប្រាប់ណាថានាងក៏បានឮសំឡេងក្នុងចិត្តរបស់លូជីវធានដែរនោះសាច់អីមិនក៏ឯងសាច់ដូចមនុស្សឈួតម្លេះតាមរយៈលទ្ធផល test DNA នេះខ្ញុំដឹងហើយថាអ្នកណាជាអ្នកបង្កបញ្ហាហ្វូទីងសៀវនេះហ៊ានមករៀបចំផែនការដាក់ខ្ញុំប្រើលូជីវធានចូលមកក្នុងត្រកូលស៊ីហើយធ្វើឲ្យមានចំនួនក្នុងត្រកូលស៊ីឥតឈប់ឈរតាំងពី10ឆ្នាំមុនមកម្លេះមានពាក្យចាំអារាមថាកូនស្រីរបស់ត្រកូលលូគឺជាតារាចង្រៃជោគវាសនាដែលធ្វើឲ្យគ្រួសារទាំងមូលស្លាប់អាចនឹងត្រូវបន្តពូជទូយ៉ាងណារាងកាយរបស់ជីងយីតក៏មិនមានប្រតិកម្មជាមួយស៊ីយៀនដែរនៅថ្ងៃក្រោយក៏អាចបង្កើតកូនឲ្យស៊ីយៀនបានដែរលោកយាយនៅតែគិតថាមនុស្សចំណិតដែលខ្លួនឯងបណ្ដោះបណ្ដាអាចជួយពង្រឹងឋានៈរបស់ខ្លួននៅក្នុងត្រកូលស៊ីបានប៉ុន្តែមិនដឹងថាចឹងជីងយីតអាចដណ្ដើមយកពាក់កណ្ដាលនៃមូលនិធិកូស៊ីពីដៃគាត់បានឡើយមានន័យថាម៉េចសំឡេងចេញពីក្នុងចិត្តរបស់លូជីវធានហេតុអ្វីបានជានាងដឹងពីគម្រោងរបស់ខ្ញុំណែព្រឹកមិញអ្នកដុសធ្មេញជ្រលក់ទឹកបង្គន់មែនទេបានជាមាត់ស្អុយម្លេះហ៊ុយមីងអ្នកគូតែយល់ពីពាក្យថាបងថ្លៃស្រីប្រៀបដូចជាម្ដាយកុំបង្ខំឲ្យខ្ញុំទះអ្នកឲ្យសោះលោកប្រុស